អ្នកលេង Block Fruit មួយចំនួនធំច្បាស់ជាដឹងហើយថានៅប្រហែលថ្ងៃខាងមុខទៀតនឹងមានការអាប់ដេតដ៏ធំមួយដែលការអាប់ដេតនោះតាក់ទងជាមួយនឹងបុណ្យ Halloween ហើយបច្ចុប្បន្ននេះខ្ញុំអាចទៅបានតែសមុទ្រទី1និងទី2តែប៉ុណ្ណោះហើយប្រសិនបើ event នេះចេញមកខ្ញុំមិនដឹងថានៅសមុទ្រទី3នឹងមានការអាប់ដេតអ្វីខ្លះនោះទេហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងធ្វើការ farm ពីសមុទ្រទី2រហូតដល់សមុទ្រទី3ហើយដើម្បីទៅសមុទ្រទី3បានយើងត្រូវការ level 1500អញ្ចឹងបច្ចុប្បន្ននេះ level របស់ខ្ញុំ1210អញ្ចឹងមានន័យថាខ្ញុំនឹងខ្វះ290 level ទៀតហើយមុននឹងចូលទៅដល់វីដេអូនេះអ្នកនាងកុំភ្លេចចុច like subscribe និងបើកសញ្ញាកណ្ដឹងផងតើឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាតើឥឡូវនេះខ្ញុំបានចូលមកដល់ក្នុងហ្គេមហើយគោលដៅរបស់យើងវារៀងឆ្ងាយដែរវានៅអាកោះ Hot and Cold តើឥឡូវនេះខ្ញុំបានមកដល់កោះហ្នឹងហើយអញ្ចឹងអីដែលយើងត្រូវធ្វើគឺយើងទៅយក quest តោះមកយើងធ្វើការ farm ចលឡើងទៅគឺថាវាតែប៉ុណ្្នឹងទេកំពុង farm សុកនេះអ្នកគ្នា fan មកអ្នកគ្នាគាត់មកប្រាប់ថាគាត់បើកបានដូចអីចឹងណាខ្ញុំស្វាគាត់ឲ្យខ្ញុំសាទៅវងតែអីទេគឺគាត់ចង់ធ្វើមិនក៏ជារឿងរបស់គាត់ដែរអ្នកគ្នាតើការ farm រៀងមកស្ទូដែរមកឥឡូវ level របស់យើងគឺ1220ហើយអ្នកគ្នាបងឡើយខ្ញុំគិតថាកោះហ្នឹងខ្ញុំ farm តាម1225ដូរតាប៉ាត់អត់ទេអ្នកគ្នាគឺថា farm 1250អញ្ចឹងទៅខ្ញុំក៏បន្ត farm នៅនឹងទៀតទៅបន្ទាប់ពីការ farm រៀងមកស្ទូហើយមកខ្ញុំក៏បានដូរកោះទៀតដែរអ្នកគ្នាគឺថាឥឡូវយើងទៅវាយនៅកោះនោះម្ដងអ្នកគ្នាតែអាកោះនេះខ្ញុំធ្លាប់ farm ហើយតែអ្នកគ្នា farm ស៊ុំវីទៅ farm លើទូកវិញទូកញឹមហ្នឹងតែឥឡូវខ្ញុំបានមកដល់លើទូកហ្នឹងហើយអញ្ចឹងខ្ញុំប្រែកាឡាទូកមើលសិនអូអ្នកគ្នាគេមានផ្លូវនេះតើប្រហែល farm នៅក្រោមហ្នឹងឯងអ្នកគ្នាប្រហែលអ្នកគ្នាប្រហែលជាង farm នៅខាងក្នុងទូកអូនេះត្រូវយើង farm នៅខាងក្នុងទូករបស់នៅទូកហ្នឹងគឺថា farm នៅហ្នឹងគឺថាបាក់ខ្លាំងតែសារប៊ូដាខ្ញុំធំពេកអញ្ចឹងខ្ញុំក៏ស្រេចចិត្តថាទៅធ្វើឲ្យប៊ូដាខ្ញុំខ្លាចជាទូចវិញហើយដើម្បីអាចខ្លាចជាប៊ូដាទូចនឹងបានយើងមកកន្លែងហាងកាហ្វេនេះមកបន្ទាប់មកយើងទៅកន្លែងនេះអ្នកគ្នាទៅកន្លែងខាងក្រោមបន្ទាប់ពីចូលខាងក្រោមហ្នឹងហើយយើងនេះអ្នកគ្នាយើងដើរមកកន្លែងនេះមកហើយយើងនឹងជួប NPC នេះហើយបន្ទាប់មកយើងចុចtalk វាមកបន្ទាប់មកយើងបិទទៅអ្នកគ្នានេះបិទអក្សរសិតហ្នឹងទៅយើងបានហើយអ្នកគ្នាតើយើងទៅ farm វិញទៅនៅកន្លែងនេះគេថា farm ទៅល្ងិតខ្លាំងមែនតើបន្ទាប់ពីការ farm មកស្ទូក្រោយមកនេះអ្នកគ្នារកការ spot ទៅខ្ញុំក៏ស្រេចចិត្តថាទៅកាហ្វេវិញតែមានអីអ្នកគ្នាគឺថាមកដល់ភ្លាមគឺថាគេវាយឲ្យបាត់អញ្ចឹងហើយខ្ញុំក៏ស្រេចចិត្តទៅ farm វិញក៏ប៉ុន្តែមុននឹងទៅ farm ខ្ញុំសូម promote មួយសិនអ្នកគ្នាសម្រាប់គ្នាយើងណាដែលមានតម្រូវការដាក់ Roblox ឬក៏មានតម្រូវការចង់ទិញ fruit ដែលមាននៅក្នុង Block Fruit ជាពិសេសសម្រាប់គ្នាយើងណាដែលចង់ទិញ account Block Fruit ដែលមានតម្លៃធូរថ្លៃអ្នកគ្នាកុំភ្លេច Sensi ប្រសិនបើអ្នកទាំងគ្នាចាប់អារម្មណ៍ link របស់គាត់ខ្ញុំដាក់នៅខាងក្រោម comment តោះជីវិតរបស់យើងគឺមានតែបន្ត farm ទៀតអ្នកគ្នាបន្ទាប់ពីការ farm រៀងមកស៊ូដែរស្រាប់តែមានមេមួយ spawn អ្នកគ្នាមេហ្នឹងនៅក្នុងទូកហ្នឹងគឺហើយខ្ញុំក៏បានដើររកឃើញហើយខ្ញុំក៏បានវាយទៅនេះមេមួយហ្នឹងគឺថានៅនេះអ្នកគ្នាគឺថាខ្ញុំវាយអត់ឆ្ងាយទេដំបងឡើយហើយខ្ញុំក៏បានមកវាយមេហ្នឹងម្ដងទៀតដើម្បីដំបងឡើយខ្ញុំវាយអត់សូវប្រយ័ត្នដែរអ្នកគ្នាហើយប៊ូដាខ្ញុំទូចអញ្ចឹងខ្ញុំសានេះខ្ញុំវាយយកមែនតើអ្នកគ្នាតពីវាយមេហ្នឹងឡើងយូរដែរមកគ្នាគឺថាវាបានបច្ច័យសេះគ្នាបានតាសេះគេថ្ម7នេះ10ហ្នឹងអើយជឿបរយអ្នកគ្នាបន្ទាប់ពីការ farm របស់យើងរៀងយូរដែរមករកកាតក៏បាន spawn អ្នកគ្នាគឺថាខ្ញុំពេលចឹងខ្ញុំទៅកាហ្វេវិញប្រយនិយាយមែនខ្ញុំញៀននឹងវាយរកកាតនឹងប្រយអ្នកគ្នាគឺថាខ្ញុំគិតថាបានរបស់ល្អរហូតអ្នកគ្នាហើយគឺថាខ្ញុំវាយអត់ដែរបានរបស់ល្អទេអ្នកគ្នាពេលខ្ញុំមើលអ្នកលេងភាគច្រើនបរទេសអ្នកគ្នាគឺថាគេវាយបានល្អខ្លាំងមែនតើឥឡូវទៅមើលខ្ញុំវាយតែអស់គ្នាអ្នកគ្នាឥឡូវអ្នកគេមកតាមមកនេះខ្ញុំវាយចោលទាំងអស់សិនអ្នកគ្នាតឥឡូវយើងឡើងទៅវាយដល់ជុំពីរអ្នកនេះចូលពីចោលអត់ចូលតាមណាអ្នកគ្នាខ្ញុំឆ្ងល់គេចូលតាមណាដែរអ្នកគ្នាត
ឥឡូវខ្ញុំមើលទៅគេមាន rake side board ស្អីយើងបាយខ្វល់យើងគិតទៅម៉ាត់យកទៅអូខេឥឡូវនេះគឺថាបានយើងអ្នកគ្នាវាតែគ្នាបាច់មើល fruit ទេតាឯណាជឿប្រយតែឥឡូវយើងវាបានស្អីយើងទៅមានទៅនេះវិញអ្នកគ្នាយើងទៅ farm វិញហើយតពីការ farm នេះយូរដែរអ្នកគ្នាគឺថាឥឡូវខ្ញុំអាចទៅវាយនៅខាងលើបានទេអ្នកគ្នាតែឥឡូវយើងទៅវាយនៅបរិយទៅកំពុងនេះគ្នាកំពុងយក quest សុកអ្នកគ្នាសាប់តានេះសាប់តាប្រូនេះចូលមកពីណានេះគឺថាចូលខាងតែហើយខ្ញុំត្រង់មកគឺថាវាយយកបរិយទៅមានអីមកផែខ្ញុំទេ fruit ធារកាហ្នឹងនេះវាយខ្ញុំជឿឥឡូវខ្ញុំដាក់តាពីបិដៃខ្ញុំមើលខ្ញុំវាយតាពីបិដៃដាច់តែមិនចេះស្អីទេជឿមើលខ្ញុំវាយតាមើលគេដាច់បាត់ដោយសារតែកន្លែងហ្នឹងវារៀងស្រួល farm អញ្ចឹងទៅខ្ញុំក៏ស្រេចចិត្តដាក់កុន2អ្នកគ្នាហើយអ្នកគ្នាអាចរកកុន2ហ្នឹងបាននៅតាម website អ្នកគ្នាក៏ search code block fruit ទៅវាចេញមកអ្នកគ្នាគឺថាសូមអធិស្ឋានអ្នកគ្នាថាតែសារខ្ញុំ farm គឺថាដៃ record អ្នកគ្នាតែឥឡូវនេះគឺថាខ្ញុំបាន farm ដល់ level 1ដែលយើងទៅកប់ផ្សេងទៀតបានអ្នកគ្នាតែនៅក្នុងអាទូហ្នឹងគឺថាគេលក់ដាវអ្នកគ្នាលក់ដាវ portal តែឥឡូវយើងទៅទិញដាវ portal ដល់គ្នាតែឥឡូវយើងមកទិញដាវនេះប្រើអ្នកគ្នាដាវហ្នឹងគឺថាលក់នៅកន្លែងគេនេះតែបើយើងចុច unlock NPC ហ្នឹងទៅតែឥឡូវយើងធ្វើការទិញប្រើទៅអ្នកគ្នាតម្លៃវាដូចជានេះអ្នកគ្នា100ថ្មប៉ុលនោះអ្នកគ្នាហើយយើងវាយបានពី NPC ហ្នឹងអូអ្នកគ្នាថាកប់ឥឡូវនេះបានអ្នកគ្នាឥឡូវយើងមើលតើអស់គ្នាតើដាវហ្នឹងមិនអូអ្នកគ្នាដាវហ្នឹង rank legendary កប់សេរីប្រយអូថាអែមឡើងតែញ៉ាំតាមយក skill វាតែញ៉ាំសារខ្ញុំតាម up ដាវឈប់សិនអ្នកគ្នាគឺថាខ្ញុំមកទិញអីគេឡើយនេះមួយអ្នកគ្នាឡើយនេះខ្ញុំឃើញត្រូវការចំណាយ50អ្នកគ្នាប្រភេទប្រហែលវាជាប្រភេទអូអ្នកគ្នាម៉ាស់អ្នកគ្នាគេពាក្យថាម៉ាស់អ្នកគ្នាអូកប់សេរីប្រយចុះមកឃើញចឹងមិញវា slow អ្នកគ្នាថាឥឡូវនេះគឺថាឃើញអ្នកគ្នានេះនិយាយបានតានេះមកគឺថាឃើញម៉ាស់ហ្នឹងនេះអូកប់សេរីប្រយតែឥឡូវយើងសកម្មពេលប្រយទៅហើយតែឥឡូវយើងមានធ្វើទេយើងមានទៅ farm បន្តទៀតប៉ុន្តែមុននឹងយើងទៅ farm ខ្ញុំនេះអ្នកគ្នាទៅយក skill ធំរបស់ខ្ញុំវិញអ្នកគ្នាទៅ awake skill វិញណាយើងចុចលើ NPC ហ្នឹងមកយើងចុចអាឡាញអសរសិនហ្នឹងអ្នកគ្នាសារមុននេះយើងបិទតែឥឡូវយើងទៅ farm រយទៅអូអាឡាកោនេះអាកោឡាញយកដើររែងក៏ខូតាអល់ហើយខ្ញុំត្រូវមក farm ហ្នឹងណាវេអ្នកគ្នាគឺថាខ្ញុំភ្លេចទិញដៃអ្នកគ្នាអញ្ចឹងចាប់ប្រយយើងមានទៅទិញដៃវិញសិនអ្នកគ្នាហើយយើងត្រូវប្រាស់ដៃ level ដៃទាំងអស់ហ្នឹងត្រូវ level 300ទាំងអស់ដើម្បីទៅយកដៃនោះអ្នកគ្នា super មិនមែនខ្ញុំអត់សូវចាំអ្នកគ្នានេះអ្នកគ្នាខ្ញុំមិនបានទិញដៃនេះអ្នកគ្នាដៃផ្ទះតែយើងទៅការទិញបរិយទៅតម្លៃវាថោកទៅដូចជានេះណាគឺ5សែននេះតែឥឡូវយើងបាននេះណាគ្នាតោះឥឡូវយើងទៅ farm ប្រយទៅណាគ្នាបន្តមកខ្ញុំឃើញគេ spawn មេអា dark beat នេះទៅខ្ញុំអ្នកគ្នាខ្ញុំមកវាយគេដែរទៅអ្នកគ្នាចេះវាយទៅគឺថាមេនេះដែរពិតជាខ្លាំងណាស់តែអ្នកគ្នាបើមានគ្នាជួយវាយទៅគឺថាវាឆ្ងាញ់ទៅអ្នកគ្នាអញ្ចឹងអ្នកគ្នាត្រូវមានគ្នាអីមកជួយវាយទៅដើម្បីវាយមេហ្នឹងណាអូខេឥឡូវគឺថាមេនេះដាច់ហើយអូខេឥឡូវគឺថាមេនេះដាច់ហើយគឺថាយើងទទួលបានគឺ dark fragment នេះហើយ fragment 1500 fragment ហ្នឹងអ្នកគ្នាអូខេអ្នកគ្នាឥឡូវនេះគឺថាខ្ញុំអាចតោកោះទៀតបានហើយអ្នកគ្នាអូម៉ាកោះអ្នកគ្នាថាឲ្យកោះហ្នឹងគឺជាកោះចុងក្រោយអញ្ចឹងណាអ្នកគ្នាហើយកោះចុងក្រោយហ្នឹងដែរប្រហែលជាកោះហ្នឹងមានរាងក្បាលខ្មោចអ្នកគ្នាប៉ុន្តែខ្ញុំមើលវីដេអូគេអញ្ចឹងណាឥឡូវយើងទៅមើលអ្នកគ្នាអូខេអ្នកគ្នាឥឡូវនេះគឺថាខ្ញុំបានមកដល់ហើយកោះហ្នឹងគឺថាមានក្បាលខ្មោចណាស់នេះអ្នកគ្នាតែឥឡូវយើងទៅការ farm ទៀតហើយអ្នកគ្នាអើយហើយខ្ញុំមកពង farm សុកអ្នកគ្នាសោះតែឃើញ fruit light អ្នកគ្នានេះនៅគេណាំឈើនេះអ្នកគ្នាឥឡូវយើងទៅមើលមកយកថា fruit នេះធ្លាក់នៅគេណាំឈើនេះគ្នាគឺថាអែមខ្លាំងមែនតើអ្នកគ្នាស្គាល់ប៉ែជូបអ្នកគ្នាប៉ែហ្នឹងប៉ុន្តែគេគឺថាចុចលេងអា fruit ហ្នឹងអូអ្នកគ្នាគឺថាឥឡូវខ្ញុំបាន fruit ហ្នឹងមួយឥឡូវយើងធ្វើការតុកតែម្ដងទៅ
ហើយទីបំផុតនៅសល់តែម្លឹបហើយចុងក្រោយនេះគ្នានេះគឺជា NPC ចុងក្រោយណាគ្នាឥឡូវយើងធ្វើការវាយតែម្ដងទៅគ្នាហ្នឹងចុងក្រោយគេបអស់ហើយតើឥឡូវយើងមក test skill នេះគ្នាមក test skill ដៃចាក់ដាក់ហើយអូខេនេះឥឡូវនេះគឺថាយើងអាចទៅសមុទ្រទី3បានហើយគ្នាអូនេះគឺថាខ្ញុំរំភើបខ្លាំងតែខ្ញុំមិនដែរទៅសមុទ្រទី3ទេចង់ដឹងថាណានឹងមានអីខ្លះចឹងណាហើយមុននឹងទៅសមុទ្រទី3ខ្ញុំធ្វើការមកចាប់ fruit សិនអ្នកគ្នាសារថាយើងចាប់ឲ្យហើយក្នុងសមុទ្រទី2គីឡូមុននឹងទៅទី3ទៅគេឲ្យ fruit សំណាងអីចឹងណាតែឥឡូវយើងទៅចាប់ដល់គ្នាខ្ញុំមិនដែរចាប់បានសំណាងបានតែអត់លេវផាតមួយហ្នឹងឯងនឹងផែនមួយហ្នឹងឯងក្រោយហ្នឹងអត់ដែរបានទេអ្នកគ្នាស្គាំតែលើកនេះក៏ជាលើកសំណាងទេអ្នកគ្នាអូហូចាំមើលនឹងចូលស្អីទៀតអ្នកគ្នារ៉ាំបើណាវាមិនចូលនេះកាមុខនេះតិចសិនអត់យល់ទេគឺថាមកវិញខ្ញុំសយហ្នឹងអ្នកគ្នាហើយដើម្បីទៅសមុទ្រទី3បានយើងមកកន្លែងនេះសិនមកអ្នកគ្នាមកកន្លែងវាយគ្នាមួយស្មើនេះហើយយើងចូលទៅកន្លែងនេះបើអ្នកគ្នាដោះខ្វះហើយយើងទៅវាយបានតែបើអ្នកគ្នាអត់តន់ដោះខ្វះទេប្រហែលទៅអត់បានទេប៉ុន្តែទៅមើលវីដេអូខ្ញុំទៅខ្ញុំយករ៉េសហ្នឹងគឺថាខ្ញុំបានធ្វើកន្លែងហ្នឹងដែរនេះកន្លែងហ្នឹងនេះយើងចូលមកសួរ admin ហ្នឹងទៅមកវានាំយើងទៅវាយមេអ៊ីនត្រាអ្នកគ្នាអូខ្ញុំដឹងមិនដែរអ្នកគ្នាមកពេកនេះវាវាយខ្ញុំចិត្តងាប់បាត់ហើយអ្នកគ្នានឹងមិនចប់ហើយអ្នកគ្នាឥឡូវមានតែខ្ញុំចាំធំឲ្យឈាមពេញសិនអ្នកគ្នាតើឥឡូវឈាមខ្ញុំពាក់កណ្ដាលអ្នកគ្នាគឺថាអាកននេះទូចដែរនោះមេសនោះមេអ៊ីនត្រាអ្នកគ្នាអូខេឥឡូវឈាមខ្ញុំវាច្រើនដែរអ្នកគ្នាឥឡូវខ្ញុំធ្វើការចាត់ការមេអ៊ីនត្រាទៅវាគ្មានអីមកផែមួយណាទេអ្នកគ្នាគឺថាទោះបីមេអ៊ីនត្រាក្រោយក្បែរផ្សាយខ្ញុំដែរអ្នកគ្នាមើលវាយតែបន្តិចចិត្តដាច់ហើយអ្នកគ្នាមានអីមកផែទេអូអ្នកគ្នាគេថាតាអា skin របស់មេហ្នឹងលយខ្លាំងតែពណ៌សហ្នឹងអ្នកគ្នាអាហ្នឹងអ្នកបកាហ្គេហ្នឹងមែនខ្ញុំមិនសូវដឹងទេអ្នកគ្នាខ្ញុំមើលវីដេអូគេតាមអត់សូវតន់អីចឹងណាឥឡូវយើងធ្វើការវាយ100ទៅចុងអត់យល់អូគេឲ្យខ្ញុំមកវាយមួយមេអ៊ីនត្រាមួយស្មើចុយហើយវាយមួយឈ្នះហើយអាក្នុងមិញខ្ញុំវាយឈ្នះហើយប្រហែលក្នុងសាច់រឿងវាយឈ្នះតែមកទៅអូអត់យល់ទេមេអ៊ីនត្រានេះលេងដាក់សាច់រឿងហើយគេវាយចាញ់តែខ្ញុំវាយឈ្នះសិនហ្នឹងហើយអត់យល់ទេអ្នកគ្នានេះឡមកកាប់ឈុនចាំងវិញហ្នឹងដឹងអ្នកណាគេឈ្នះណាចាញ់ទេអ្នកគ្នាមើលអានេះរបស់យើងអ្នកគ្នាបខនេះរបស់យើងណាអូចប់បាត់ហើយអ្នកគ្នាយើងជ្រុះដាវហើយមិនឈ្នះវាអូលេងគ្នាបាត់ចុំទៅអីហ្នឹងចុំចប់ប្រោយខ្ញុំអ្នកគ្នាទីវិកាត់ក្បាលទៅនឹងស្អីអ្នកគ្នាវាយស្លាប់បាត់ចាប់តាណាហ្នឹងអូវាយចាប់តកទី3ហ្នឹងអ្នកគ្នាអូដាមអ្នកគ្នាអែមមកតែឥឡូវចេញអសរស្អីគេនេះចុចស្មើនេះចាក់ហ្នឹងអ្នកគ្នាឥឡូវចុចអស់មកហើយដើម្បីទៅសមុទ្រទី3បានយើងមក like spination មកទៅរក NPC កន្លែងនោះនេះអ្នកគ្នាគេថា NPC ហ្នឹងនៅកន្លែងនេះគេថាវាយើងចុចវាទៅវានឹងនាំយើងទៅសមុទ្រទី3អ្នកគ្នាជាមួយខ្ញុំសាកចុចណាគ្នាហើយខ្ញុំមានអារម្មណ៍ពិតជាមានអារម្មណ៍ភ័យខ្លាំងមែនតើសារតែយើងបានទៅសមុទ្រទីចុងបញ្ចប់អីចឹងណាគេថារៀងលឿនដែរណាគ្នាខ្ញុំហ្វាមតែនេះធ្វើការចុចទៅតែម្ដងទៅអូខេឥឡូវវា teleport យើងទៅហើយអ្នកគ្នាហើយឥឡូវនេះមកដល់សមុទ្រទី3អ្នកគ្នាអូគេថាធំខ្លាំងតែអ្នកគ្នានោះអ្នកគ្នាមកកនអត់បានគេថាប៉ុណ្ណាណៃប្រងអូអ្នកគ្នាមកកន្លែងនេះអេស្អាតខ្លាំងមែនតើអ្នកគ្នាអូគេថាអែមខ្លាំងតែហើយវីដេអូយើងក៏មានប៉ុណ្្នឹងអ្នកគ្នាហើយក៏ខ្ញុំអត់ដឹងថាមកសមុទ្រទី3ហ្នឹងមានអីធ្វើខ្លះប៉ុន្តែគ្មានគ្នាយើងថាសមុទ្រទី3មានរបស់លេងច្រើនហើយខ្ញុំអត់សូវដឹងទេចឹងហើយបើអ្នកគ្នាដឹងអ្នកគ្នាអាចនាំខ្ញុំលេងទៅធ្វើអីចឹងណាចឹងវីដេអូនេះគឺមានប៉ុណ្ណឹងអ្នកគ្នាបើនេះហើយអ្នកគ្នាកុំភ្លេចចុច like និង subscribe របស់សញ្ញាកណ្ដឹងផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តចឹងគឺថាវីដេអូយើងគឺជាដល់ទីបញ្ចប់ហើយជ្រាបលាបាយ